ស្ដីបងទាំងអស់គ្នាថ្ងៃហ្នឹងចង់មក review ប្រាប់បងអំពី Mazda EZ6 របស់យើងដែលជាប្រភេទ option max មានក្នុង stock ណាបងហើយចំពោះពណ៌គឺពណ៌ស្វាយកម្ៅជីទៅខាងក្រៅគឺស៊ីវិល័យខ្លាំងមែនតើប៉ុន្តែ option max ខាងយើងយើង add បន្ថែមជាមួយនឹងយ៉ាង21 inch ហើយនឹងកញ្ចក់ digital ឥឡូវចង់នាំបងទៅមើល interior ខាងក្នុងម្ដងថាវាទំនើបកម្រិតណាឥឡូវនាំបងមើលជាមួយនឹង interior ខាងក្នុងម្ដង interior ខាងក្នុងពណ៌ស្វាយឡាយជាមួយនឹងពណ៌សបងជាប្រភេទស្បែកហ្នឹងនិយាយទៅមើលទៅកលិបខ្លាំងតែវាស៊ីជាមួយនឹងពណ៌ឡានខាងក្រៅរបស់យើងបងចំពោះកន្លែងនេះជាកញ្ចក់ digital មើលឃើញច្បាស់ល្អទាំងមេឃភ្លៀងឬក៏មេឃយប់នឹងអត់ក្តៅចំពោះ dashboard វិញបងមានសភាពធំខ្លាំងមែនតើឥឡូវយើងមកមើលជាមួយអេក្រង់ម្ដងអេក្រង់មានសភាពធំខ្លាំងមែនតើយើងអាចមើល Google Map ហើយនិង YouTube បានតាណាគ្នាមានសភាពច្បាស់ល្អដល់ 5K បងហើយយើងកន្លែងមកមើលកន្លែងនេះវិញជា wireless charge នេះជាកន្លែងទុកកែវទឹកខាងក្នុងយើងអាចដាក់ទឹកកកឬក៏កាហ្វេដែលត្រជាក់បានបងនិយាយទៅតែមានផ្សិនចាក់នៅខាងក្នុងណាចំពោះ Mazda EZ6 នេះចំណុចពិសេសមួយទៀតគឺកៅអីជាប្រភេទកៅអីក្តៅត្រជាក់សេតជាមួយនឹង zero gravity បងពេលបងដែលអស់កម្លាំងហត់អាចមកសម្រាប់បានលើនេះហើយយើងអាច massage បានស្ដាប់បទចម្រៀងបាននិយាយទៅអារម្មណ៍គឺ relax ខ្លាំងមែនតើបងដូចបងមកមើលផ្នែកខាងក្រោយវិញគឺមានភាពធំទូលាយខ្លាំងមែនតើអាចដាក់សមាជិកបានច្រើនអ្នកណាអត់ឆ្អៀតទេឥឡូវបងមកមើលជាមួយនឹងផ្នែកខាងក្រោយមកខាងក្រោយមានសភាពធំទូលាយខ្លាំងមែនតើនេះជាឆាំងសាក់ដែលយើង free ជូនបងពីវីដេអូបងដែលយើងជួយបិទក្លិនចំណីអាហារដែលយើងទុកខាងក្រោយបងបានមើលការ review ខាងក្នុងហើយនិងខាងក្រៅអស់ហើយណាប៉ុន្តែចង់ដឹងថាតម្លៃប៉ុន្មានណាបងតម្លៃគឺត្រឹមតែ 30,000 ជាងទេបងអត់សមមួយតម្លៃណាព្រោះទំនើបខ្លាំងមែនសម្រាប់បងដែលមានតម្រូវការជាមួយនឹង Mazda EZ6 ខាងយើងមាន 3 ពណ៌នៅក្នុង stock បងអាចតាក់ទងមកនឹងខ្ញុំផ្ទាល់ឬក៏តាក់ទងទៅតាម page Jinsan Car Cambodia បានណាបងអរគុណបង